ជំរាបសួរនិងសួស្តីបងប្អូនទាំងគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS វីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាពីរបៀបឆែកមើល iCloud ថាតើទូរស័ព្ទដៃ iPhone របស់យើងឬក៏ឧបករណ៍ផ្សេងទៀតរបស់ក្រុមហ៊ុន Apple ហ្នឹងវាជាប់ iCloud ឬក៏អត់បាទអញ្ចឹងដើម្បីកុំឲ្យយើងចំណាយលុយខុសទិញចំទូរស័ព្ទដែលជាប់ iCloud បងប្អូនគួរតែមើលវីដេអូនេះសិនបាទតើឥឡូវយើងទៅអនុវត្តអស់គ្នាតែម្ដងជំហានដំបូងបងប្អូនចូលមកក្នុង setting ទូរស័ព្ទដៃ iPhone របស់យើងមកបន្តមកទៀតបើសិនជាកន្លែងនេះវាជាប់ Apple ID ឬក៏ iCloud របស់គេម្ចាស់ដើមនៅកន្លែងហ្នឹងយើងត្រូវsign out វាចេញសិនបាទអញ្ចឹងយើងចុចកន្លែងហ្នឹងមកបើសិនជាវាអត់ឃើញឈ្មោះឬក៏ profile របស់គេនៅកន្លែងហ្នឹងទេយើងមិនបាច់ចាំធ្វើទៅកន្លែងហ្នឹងណាបាទប៉ុន្តែបើសិនជាវាមានយើងចុច sign out វាចេញសិនមកបន្ទាប់ពីចុចទៅលើរូប profile ឬក៏ឈ្មោះហើយបងប្អូនអូសចុះមកក្រោមរកពាក្យថា sign out បាទអូខេយើងចុច sign out ហើយយើងសុំ password Apple ID របស់គេមកយកមកបំពេញកន្លែងនេះមកបាទ password Apple ID របស់ម្ចាស់ហាងឬក៏អ្នកលក់ទូរស័ព្ទឲ្យយើងហ្នឹងណាបាទយើងសុំ password គេមកគេប្រកាសជាឲ្យហើយបាទដោយសារតែទូរស័ព្ទដៃនេះជាទូរស័ព្ទដៃរបស់ខ្ញុំផ្ទាល់អញ្ចឹងខ្ញុំវត្ត password Apple ID របស់ខ្ញុំតែម្ដងអូខេបន្តមកទៀតយើងចុច turn off មកបាទកន្លែងនេះទូរស័ព្ទខ្លះវាអត់បាន lock iCloud វាអត់ load ទាមទារ password ទេប៉ុន្តែបើសិនជាវា lock iCloud អញ្ចឹងតោះតែយើងដាក់ password ចូលបាទអូខេបន្តមកទៀតយើងចុច sign out មកចុច sign out ម្ដងទៀតបាទយើងចាំវាមួយផ្លែតអូខេឥឡូវយើងបាន sign out Apple ID ឬក៏ iCloud ចេញពីទូរស័ព្ទហ្នឹងហើយអញ្ចឹងបងប្អូនប្រកាសជាឆ្ងល់ហើយតើបើយើង sign out Apple ID ឬក៏ iCloud ហើយយើងទៅឆែកមិនឃើញបាទអញ្ចឹងចំណុចនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាបើសិនជាទូរស័ព្ទដៃរបស់យើងវាជាប់ iCloud ប្រភេទ bypass ណាទោះបីជាដោះ iCloud ឬក៏ Apple ID ចេញពីកន្លែងហ្នឹងក៏ដោយក៏យើងឆែកនៅក្នុង website តាម server របស់វាគឺវានៅតែជាប់ដដែលទេអាហ្នឹងនៅក្នុងលក្ខខណ្ឌថាបើសិនជាទូរស័ព្ទដៃរបស់យើងវាជាប់ iCloud ប្រភេទ bypass បាទអញ្ចឹងហើយបានជាយើងត្រូវ sign out Apple ID ឬក៏ iCloud ចេញពីកន្លែងនេះសិនបាទដើម្បីឲ្យកាន់តែច្បាស់ថាទូរស័ព្ទដៃរបស់យើងវាជាប់ iCloud ប្រភេទ bypass ឬក៏អត់បាទអញ្ចឹងជំហានបន្ទាប់ទៀតយើងត្រូវចូលមកក្នុង general មកបាទនេះចុចលើ general ហើយចុច about អូខេបន្តមកទៀតយើងអូសមកក្រោមមកយើងរកពាក្យថា iMe អូខេ iMe ហ្នឹងបើសិនជាវាមាន2យើងយក iMe មួយណាក៏បានដែរដូចទូរស័ព្ទដៃរបស់ខ្ញុំហ្នឹងវាមានiMe 2ខាងលើមួយខាងក្រោមមួយអញ្ចឹងខ្ញុំយក iMe ខាងក្រោមតែម្ដងបាទរបៀបយក iMe ហ្នឹងយើងគ្រាន់តែសកត់ទៅលើលេខប្រមាណខ្ទង់នឹងឲ្យជាប់ទៅបាទយើងចុចសកត់ឲ្យជាប់មកវានឹង load ពាក្យថា copy យើងចុចពាក្យថា copy អូខេហើយយើងចេញពី setting បន្តមកទៀតយើងចូលមកក្នុង Safari ដើម្បីចូលទៅក្នុង website ងាយស្រួលឲ្យយើងក្នុងការឆែកមើលតើវាជាប់ iCloud ឬក៏អត់អញ្ចឹងចូលមកដល់ត្រង់ចំណុចនេះយើងចុចកន្លែងប្រអប់ search នេះបាទហើយយើងសរសេរពាក្យថា i unlocker អូខេឥឡូវយើងសរសេរ website ពេញតែម្ដងទេ iunlocker.com បាទតែប៉ុណ្ណឹងមកហើយយើងចុច go ព្រោះ website មួយហ្នឹងវាពេញនិយមជាងគេនៅក្នុងការឆែកមើល iCloud ណាបាទអូខេអញ្ចឹងបន្តមកទៀតបងប្អូនអូសចូលមកក្រោមបាទបន្តមកទៀតបងប្អូននឹងឃើញប្រអប់ search មួយដែលមានសរសេរពាក្យថា iMe or serial number បាទអញ្ចឹងយើងចុចទៅលើប្រអប់ហ្នឹងមកដើម្បីផាស iMe ដែលយើងបាន copy ពី setting មិញណាបាទអូខេយើងចុចកន្លែងបកគោល QQ មកប៉ក់មកវានឹង load ពាក្យថា pass ហើយអញ្ចឹងយើងចុចពាក្យថា pass មកវាជាការស្រេចហើយយើងចុចពាក្យថា check បាទយើងចាំវាមួយផ្លែតកន្លែងហ្នឹងវាអាចមានពាណិជ្ជកម្មអីបាំងអីតិចតួចប៉ុន្តែវាអត់ជាបញ្ហាទេបាទឥឡូវយើងអូសចូលមកក្រោមអញ្ចឹងដោយសារតែ website ហ្នឹងពាក្យច្រើនតើយើងចុចឆែក2ដងមកវាឃើញឥឡូវយើងចុចកន្លែងប្រអប់ហ្នឹងសាថ្មីហើយយើងចុច pass សាថ្មីទៀតតើមកយើងចុច check ម្ដងទៀតដូចគ្នាឥឡូវយើងចាំវាមក plate
វាកំពុងតែដំណើរការ បាទឥឡូវវាដំណើរការរួចរាល់ហើយអញ្ចឹងវាបង្ហាញពីពណ៌ដើមនៃទូរស័ព្ទរបស់យើងច្បាស់តែម្ដងហើយមួយទៀតយើងក៏ដឹងថាទូរស័ព្ទមួយហ្នឹងវាជាប់blacklist ឬក៏ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រុមហ៊ុនឬក៏អត់ដែរអញ្ចឹងណាបាទប៉ុន្តែនៅកន្លែងនេះវាអត់ទាន់បង្ហាញថាទូរស័ព្ទដៃរបស់យើងវាជាប់ iCloud ឬក៏អត់ទេតោះតែយើងចុចពាក្យថា check here នេះបាទចុចពាក្យថា check here ហ្នឹងមកយើងបំពេញiMe សារថ្មីបាទអញ្ចឹងវារៀងច្រំដែរតិចហីបាទអូខេដោយសារនេះវាមានពាណិជ្ជកម្មបាំងអញ្ចឹងយើងត្រូវចុចកន្លែង close នេះសិនបាទអូខេអញ្ចឹងយើងអូសមកក្រោមមកហើយយើងបំពេញ iMe សារថ្មីបាទយើងធ្វើសរុបទាំងអស់គឺបំពេញ iMe ហ្នឹងគឺ3ដងហើយយើងបំពេញសារថ្មីមកហើយយើងចុច check ម្ដងទៀតម្ដងហ្នឹងវាប្រកាសជាបង្ហាញថាទូរស័ព្ទដៃរបស់យើងវាជាប់ iCloud ឬក៏អត់ហើយបាទឥឡូវយើងចាំវាបន្តិចអូខេឥឡូវយើងអូសមកក្រោមមកនេះបាទបងប្អូនឃើញណាកន្លែងពាក្យថា iCloud lock បាទអញ្ចឹងបើសិនជាកន្លែងនេះវាលោតពាក្យថាអោសពណ៌បៃតងអញ្ចឹងមានន័យថាទូរស័ព្ទដៃរបស់យើងវាអត់ជាប់ iCloud ទេបាទប៉ុន្តែបើសិនជានៅកន្លែងពាក្យថា iCloud lock នេះវាលោតពាក្យថា on ពណ៌ក្រហមអាហ្នឹងបានន័យថាទូរស័ព្ទដៃរបស់យើងវាជាប់ iCloud 100% តែម្ដងបាទទោះបីជាទូរស័ព្ទដៃរបស់យើងកំពុងតែប្រើបានធម្មតាក៏ដោយបាទអាហ្នឹងគេហៅថា iCloud bypass ហ្នឹងឯងបាទអញ្ចឹងបើសិនជាវាអត់ជាប់ iCloud ទេវាលោតពណ៌បៃតងលោតពាក្យថា off នេះហើយបើសិនជាវាជាប់គឺវាលោតពាក្យថា on ពណ៌ក្រហមបាទហើយមានអក្សរនៅខាងក្រោមមួយជួរទៀតបាទបងប្អូនអាចអានបានខ្ញុំដាក់រូបឲ្យមើលអូខេអញ្ចឹងទូរស័ព្ទដៃរបស់ខ្ញុំមួយនេះគឺវាអត់មានជាប់ iCloud bypass អីទេបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងបាទសង្ឃឹមថាបងប្អូននឹងយល់ហើយបើសិនជាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះអាចសរសេរ comment នៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ